ចាជំរាបសួរបងប្អូនចាថ្ងៃនេះយើងមកជួបជាមួយនឹងខ្ញុំហើយនឹងគ្រួសារខ្ញុំជាមួយស្លម្ជូរផលិតបងប្អូនចាស្លម្ជូរផលិតនេះជាមុខម្ហូបខ្មែរយើងដែលគាត់និយមចូលចិត្តណាបងប្អូនចាហើយមិនជាអីស្លអញ្ចឹងឆ្ងាញ់ណាបងប្អូនចាអ្នកឃើញពណ៌វាឡើងស្រស់អត់មានអេឌីតអីណាបងប្អូនគឺធម្មជាតិបងប្អូនអ្នកឃើញចាសម្លនេះស្លលឿនហើយឆ្ងាញ់ទេបងប្អូនខ្ញុំបងប្អូនបន្លែវាឡើងស្រស់ចាបើបងប្អូនចង់បានបន្លែនៅស្រស់មើលទៅគួរឲ្យចង់ញ៉ាំអញ្ចឹងបងប្អូនអាចធ្វើតាមវិធីដែលនេះខ្ញុំស្លបានបងប្អូនណាចាបងប្អូនជឿអត់មួយចានហ្នឹងខ្ញុំពីរនាក់កូនប្រុសខ្ញុំហ្នឹងចំណាយលើអស់តាដូចជាមិនដល់4000ទេណាបងប្អូនខ្ញុំទិញតែផលិតឲ្យនឹងកូនត្រីនឹងត្រីបងប្អូនចាព្រោះវាសិតតែគ្រឿងដែលយើងអាចផ្សំបានហើយកំពឹសក្រៀមហ្នឹងគឺយើងនៅសល់អញ្ចឹងបងប្អូននេះឃើញទេបាទពីអ្នកប្រពើចាចាខ្ញុំបងប្អូនបីតិចតិចអញ្ចឹងបើយកដឹងស្លអីអញ្ចឹងស្លមកហុំមុខនឹងទៅបងចិនឈុំនេះគេទៅឡើង7បងប្អូនត្រួយមីជូរដែលខ្មាញ់ដែលបានតំបន់ត្រួយមីជូរណាចាបេះមកពីក្រោយផ្ទះតែបានថតចិត្តទេបងប្អូនស៊ូមតឯងនេះត្រួយមីជូរហើយនឹងម្រះព្រឺនេះជារឿងស្អាតរបស់នេះខ្ញុំបងប្អូនពងស្លនេះបងប្អូនមិនឲ្យលឹមបតនអស់ហ្នឹងណាលឹមមកតឡោតិចតិចនេះបងប្អូនគ្រឿងផ្សំចាឃើញទេងាយទេបងប្អូនចាមានផលិតត្រីទួចាឃើញបងប្អូនមានម្ទេសខ្ទឹមរំដេងរមៀតខ្ញុំប្រើស្លឹកគ្រៃបងប្អូនណាស្លឹកវាដើម្បីកាត់ចម្អាមចាមានប្រហុកចានេះឃើញផលិតយើងនឹងឯងព្រួយម្ជូរហើយនឹងម្រះព្រៅចានេះខ្មែរយើងបញ្ចោលលើរឿងប្រហុកបងប្អូនណាចាសម្លពេលចាំងគឺប្រើជាមួយនឹងប្រហុកសម្គាល់របស់ខ្មែរយើងបងប្អូនចាម្រះព្រៅល្អណាស់បងប្អូននៅក្រោយផ្ទះហ្នឹងឃើញទេខ្ញុំបេះផ្សំគ្នាស្លទៅបានមកពេលមិនដឹងទៅស្លអីបងប្អូនមិនមែនថាអត់ដឹងធ្វើអីតែប៉ុន2នាក់ចេះខ្ជិលបងប្អូនទៅចេះតែឈិនឆាយទៅតែឆ្ងាញ់ណាបងប្អូននេះចាយើងដំបូងយើងមានអីទៅយើងលាងសម្អាតបន្លែប្លុកយើងឲ្យអស់ទៅឲ្យស្អាតបាតទាំងអស់បងប្អូនណាចាយើងនៅតែលាងទឹកដដែលហ្នឹងលាងឲ្យវាជ្រះសត្វដែលសត្វអីទៅជួយហ្នឹងបងណាចាតែមកយើងរៀងម្រះព្រឺទៅអីឲ្យស្អាតដូចគ្នាដែរបងប្អូនចាបងប្អូនខ្លះក៏បានចេះហើយពេលច្រើនគឺចេះហើយសម្លរបងប្អូនតែខ្ញុំគ្រាន់តែចង់បង្ហាញអំពីការហូបប្រចាំថ្ងៃរបស់ខ្ញុំវាងាយចឹងបងប្អូនណាចាផលិតគឺយើងសកសបកវាចេញចាកុំឲ្យវាស្វិតចាពេលយើងយកសបកវាទៅវានៅស្រួយសាច់វាបងប្អូនស្លតាមរបៀបខ្ញុំ
ផលិតយើងអត់ខ្មៅណាបងណាហើយទឹកវាក៏អត់ខ្មៅដែរបងចាអធិស្ឋានផងបងប្អូនបើសិនជាការបញ្ចូលសលេងឬក៏សកម្មភាពអីមើលទៅមិនសមរម្យអីចឹងបងប្អូនសូមអធិស្ឋានផងចាយកបងនេះខ្ញុំមានកូនត្រីផ្ទាក់មួយទូចហ្នឹងបងអ្នកចាទៅផ្ទាក់ស្រាយើងបងប្អូនណាយកបានបង្ហាញបងប្អូនត្រីយើងស្លហ្នឹងយើងលាងតែបើយើងលាងទឹកស្អាតហើយយើងអង្កន់ខ្លួនវាផ្នែកបងប្អូនណាចាពេលយើងស្លទៅវារីកសាច់ត្រីយើងល្អចាហើយបន្តមកមានអីទេបងប្អូនរៀបចំគ្រឿងបោកទៅមានដែងខ្ទឹមរមៀតចាទុកតិចទៅចាគឺយើងពេលយើងបុកគ្រឿងយើងបន្ថែមអំបិលតិចផងបងណាចាឲ្យថាមាត់ណាចាបងប្អូនចង់បុកម្ទេសលេងនៅមួយគ្រឿងហ្នឹងក៏បានដែរបងប្អូនចាតែគ្រាន់តែស្លទៅចេញជាតិហាវចាហើយដល់ពេលខ្ញុំមានក្មេងៗហូបតូចចឹងខ្ញុំអត់បានបុកម្ទេសលេងបងប្អូនចាដាក់ផ្ដែកលើស្លវិញចាយើងបុកឲ្យម៉ត់បានប៉ុណ្ណឹងទៅបងប្អូនចង់ម៉ត់ជាងហ្នឹងក៏បានដែរបងប្អូនណាតែសម្រាប់ស្លខ្មែរយើងគ្រឿងប៉ុណ្ណឹងរៀងនៅគ្រឿងតិចចឹងក៏អីដែរចាខ្ញុំបានតបមកយើងដាំទឹកបងប្អូនចាខ្ញុំស្លតាមអាចារ្យណាបងប្អូនហើយខ្ញុំលាយទឹកតែល្មមឯដោយសារបន្លែអញ្ចឹងពួកផលិតនេះវាចេញទឹកបងប្អូនចាបន្ទាប់មកយើងបងស្លឹកគ្រៃពី3ស្លឹកណាឲ្យវាកាត់ឆ្អាបបងប្អូនចាស្លធម្មតាទេចំណេពេលដែលស្លឆ្អិនវាលើសមួយចានបងប្អូនទឹកផលិតវាចេញមកច្រើនបងប្អូនចាបន្ទាប់មកយើងដាក់ត្រីហើយដាក់គ្រឿងបុកយើងចូលបងប្អូនចាក្រោកវាទុកឲ្យពុះចេញឲ្យគ្រឿងនឹងចេញជាតិទៅបងប្អូនចាឃើញរបៀបយើងបុកល្អបងប្អូនអើយទឹកវាឡើងលឿងចាបន្ទាប់មកគឺយើងជ្រុំប្រហុកបងប្អូនណាចាបើបងប្អូនកូនកាត់ឬអីក៏គាត់ចង់ញ៉ាំស្លហ្នឹងអត់ប្រើប្រហុកក៏បានដែរបងប្អូនណាយើងអាចប្រើតែទឹកត្រីជំនួសក៏បានដែរចាតែដែលយើងខ្មែរចេះអត់ចាទេប្រហុកបងប្អូនដាក់ទៅវាត្រូវគ្នាចាឃើញខ្ញុំស្លតែមួយកូនចានទេបងប្អូនយើងបន្ថែមគ្រឿងអាហារបងប្អូនណាដូចជារ៉ូឌីអញ្ចឹងទៅចាថែមប៊ីចេងបន្តិចចាហើយទឹកត្រីបន្តិចទៀតចាតមកមិនយូរបងប្អូនយើងគ្របវាតែមួយសបកបំផ្លែតបងប្អូនខ្ញុំឡើងនិយាយមួយសបកខ្ញុំនិយាយមួយផ្លែតបងប្អូនសំទោសចាបងប្អូនអើយមិនតិចអញ្ចឹងឆ្ងាញ់បងប្អូនណាចាបន្ទាប់មកយើងបងត្រួយអំពិលចូលបងប្អូនណាចាពេលដែលយើងដាក់ម្ជូរមុនណាបន្លែមួយមុខនេះគឺវាអត់ខ្មៅទេវាធ្វើឲ្យពណ៌វាស្អាតចាបងប្អូនបើយើងដាក់ផលិតទៅមុនពេលស្លយើងឆ្អិនទុកតែមួយផ្លែតហ្នឹងឡើងខ្មៅហើយបងប្អូនចាតែអញ្ចឹងខ្ញុំអត់ស្លអញ្ចឹងទេគឺខ្ញុំស្លចេះទៅធ្វើឲ្យផលិតយើងនេះវាមានពណ៌ស្រស់ណាហើយការញ៉ាំយកក៏ចង់ញ៉ាំតាមនឹងដែរបងប្អូនចាឆ្ងាញ់ណាស់បងប្អូនចំណាយលុយតិចហើយវាស្លោះលឿនទេបងប្អូនសំខាន់គឺធ្វើលឿនណាចានេះមិនតាច់ក្របហើយបងប្អូនរាំងភ្លៀងហើយមកព្រឹកភ្លៀងរហូតអីនេះចាមកបើស្លយ៉ាងវិញបងប្អូនចាចិត្តឆ្អិនហើយបងប្អូនចាយើងជន់ពពុះហ្នឹងណាចាពពុះណាដែលតែមិនសូវល្អយើងជន់វាចោលបងប្អូនណាចាមានអីទេបងប្អូនងាយទេសម្រាប់បងប្អូនដែលចេះ
ឬម៉ាក់ដូចចេះហើយក៏សូមអធិស្ឋានផងបងប្អូនណានេះហើយជារបៀបដបម្ហូបខ្មែរខ្ញុំចង់បង្ហាញអញ្ចឹងណាខេឡូចំណាយ YouTube ដែលបងប្អូនបានជួយចុច Subscribe ឬក៏ Like ទៅវា prefer ទៅដល់ក្រៅអញ្ចឹងទៅគេក៏បានដឹងថាអូម្ហូបខ្មែរគេស្លអញ្ចឹងណាបងប្អូនណាចាសម្រាប់ជនជាតិយើងគឺ 90% ចេះស្លបងប្អូនណាចាបងប្អូនជួយចាត់ជូរខ្លាំងជូរអីចានេះគេកពឹសលេងបងប្អូនណាដែលខ្ញុំលេងទុកពេលខ្ញុំទៅផ្សារឃើញតែនេះខ្ញុំទិញវាលេងទុកវាយើងប្រើអត់អស់យើងទុកតអត់ខ້ອຍទៅបងប្អូនថែមអំបិលទៅបន្តិចណាកពឹសហ្នឹងបងប្អូនទៅយើងទុកបានជូរឲ្យលេងឲ្យក្រៀមចាំដូចខ្ញុំណាចាដល់ពេលចាប់ដល់ដល់មកទៅបងប្អូនលើក្លិនវាឡើងឈ្ងុយក្លិនវាឈ្ងុយល្អណាស់បងប្អូនចាំថាសម្លខ្មែរយើងមិនសឡផ្សេងខ្លះមកពីគេមិនបានដូចរបស់យើងណាបងប្អូនណាមិនចេះតែភាសាមែនបងប្អូនចាមានអីទេបងប្អូនឆ្អិនហើយតែប៉ុណ្្នឹងឯងចាហើយក៏ខុសត្រូវណាក៏សូមអភ័យទោសឲ្យបងប្អូនចាតមកគឺយើងរៀបចំដូចដាក់ចានបងប្អូននេះគ្រាន់តែបើកមកក្លិនវាសម្រាប់ថាឈ្ងុយបងប្អូននេះហើយត្រូវកពឹសយើងហ្នឹងបងប្អូនណាចាកពឹសយកថាលីងគ្រីមនឹងវាចូលជាតិជាមួយនឹងសាឡននឹងទៀតបងប្អូនចាជាឆ្ងាញ់ណាស់បងប្អូនអើយជូរជ្រះស្លំនេះចាចាំបើត្រួយវាជូរក៏ធម្មជាតិបន្លែប្លុកអីក៏ធម្មជាតិបងប្អូនទៅពេលស្លទៅវាត្រូវគ្នាឆ្ងាញ់បងប្អូនណាចានេះយើងតុបតែងពណ៌សម្បូរតិចទៅណាចាឲ្យកាន់តែស្រស់បងប្អូននេះឃើញទេផលិតយើងអត់ខ្មៅទេបងប្អូនពីពណ៌អញ្ចឹងហ្មងបងប្អូនណាចាខ្ញុំទុកនៅដល់ល្ងាចណាសល់ទុកដល់បន្តិចហ្នឹងក៏នៅតែស្រស់ចឹងដែរបងប្អូនស្អាតពណ៌វាស្អាតបងប្អូនចាចាំមើលថតទៅលិចតកើតឃើញពេញខ្លាំអីខ្លះចាសូមទោសបងប្អូនឃើញចាក្តៅចេះបងប្អូនហើយថាមួយទឹកត្រីម្ទេសទៀតទៅពីអ្នកប្រុសពើខ្ញុំឡើងអស់បាយចង់អស់បាយបងប្អូនចានេះបងប្អូនងាយទេបងប្អូនហើយបងប្អូនណាអត់ដឹងធ្វើអីអាចធ្វើបានបងប្អូនណាចាក៏សូមអរគុណច្រើនជាចុងក្រោយសូមជួយចុច Subscribe like និង comment ឲ្យខ្ញុំមួយផងបងប្អូនដើម្បីឲ្យបានវីដេអូថ្មីណាបងប្អូនណាចាហើយបើសិនជាមីតិកបងប្អូនប្រុសខ្ញុំគាត់ញ៉ាំអីទៅមានការខ្វះខាតបងប្អូនសូមកុំប្រកាន់ចា